រឿងខ្មាតបោកដំរីកាលពីព្រៃនាយមានស្ដេចខ្មាតមួយមានពួកបរិវារជាច្រើនអាស្រ័យនៅក្នុងព្រៃភ្នំយប់មួយស្ដេចខ្មាតនោះដេកទៅយល់សុបិនឃើញថាបានស៊ីស្ដេចដំរីសពួកសេនារាពលក៏ហៅសម្ដៅទៅលំនៅនៃស្ដេចដំរីសនោះដល់ហើយក៏ស្រែកហៅស្ដេចដំរីសថាបងដំរីម្ចាស់យើងឲ្យហៅបងដំរីឯងទៅឯលំនៅយើងយ៉ាងឆាប់ដោយម្ចាស់យើងយល់សុបិនថាបានស៊ីសាច់បងដំរីឯងដំរីឮដូច្នោះក៏ភ័យញាប់ញ័រឥតឧបមាយំបណ្ដាលលាប្រពន្ធកូននិងសេនារាពលបណ្ដាលដើម្បីទៅតាមពលថ្មាតតាមបញ្ជារបស់ស្ដេចថ្មាតលុះមកដល់កណ្ដាលផ្លូវបានជួបនឹងសុភាទុនសាយក៏សួរទៅស្ដេចដំរីសថាយើបងដំរីទៅណាមកណាក៏រលេះរលាំងថែមទាំងយំសោកយ៉ាងនេះដំរីឆ្លើយថាអោបងសុភាទុនសាយអើយស្ដេចថ្មាតគេយល់សុបិនឃើញថាគេបានស៊ីសាច់ខ្ញុំឥឡូវនេះខ្ញុំទៅឲ្យគេស៊ីខ្ញុំហើយទុនសាយឆ្លើយថាយីបងដំរីរូបពន្ធបងឯងមិនដេចសុខចិត្តទៅឲ្យអាសត្វថ្មាតស៊ីទៅទេយ៉ាងនេះចាំខ្ញុំទៅជួយដោះទុកបងឯងឲ្យរួចរស់បានស្ដេចដំរីបានឮទុនសាយថាដូច្នេះមានចិត្តត្រេកអរណាស់ក៏ហៅទុនសាយឡើងជិះលើខ្នងដើរសម្ដៅទៅលំនៅនៃស្ដេចថ្មាតលុះឃើញដំរីមកដល់ហើយស្ដេចថ្មាតអរញញឹមញញែមរួចនិយាយទៅថាបងដំរីមកដល់ហើយយើងត្រូវស៊ីបងឯងក្នុងថ្ងៃនេះព្រោះយើងយល់សុបិនឃើញថាបានស៊ីសាច់បងឯងនៅពេលដែលដំរីជួបនឹងស្ដេចថ្មាតនោះទុនសាយធ្វើពុតជាដេកលក់លើខ្នងដំរីស្ដេចថ្មាតក៏ស្រែកទៅកាន់ទុនសាយថាណែបងសុភាមកដេកអីលើខ្នងដំរីដូច្នេះចុះចេញឲ្យឆាប់មកយើងនឹងស៊ីដំរីឥឡូវនេះទុនសាយឆ្លើយថាឈប់កុំអាលសិនបងនិយាយជាមួយដំរីដូចម្ដេចខ្លះអំបញ្ញមិញខ្ញុំមិនបានស្ដាប់ព្រោះរវល់តែងងុយដេកពេកស្ដេចថ្មាតឆ្លើយថាយើងយល់សុបិនឃើញថាបានស៊ីសាច់ដំរីសទុនសាយថាមែនហើយអំបញ្ញមិញខ្ញុំដេកលក់មួយភាំងទៅយល់សុបិនថាបានស្រឡាញ់ប្រពន្ធស្ដេចថ្មាតឯងស្ដេចថ្មាតឆ្លើយថាយើបងសុភាយើងមិនត្រូវការឲ្យប្រពន្ធយើងទៅបងសុភាឯងទេទុនសាយថាបើបងឯងមិនឲ្យការយល់សុបិនរបស់បងថ្មាតឯងក៏ឥតបានការអ្វីដែរដំរីក៏ខ្ញុំមិនឲ្យបងថ្មាតឯងស៊ីដូចគ្នាថ្មាតក៏ខានបានស៊ីសាច់ដំរីដោយចាញ់ឧបាយកលរបស់សុភាទុនសាយដំរីសក៏វិលទៅលំនៅខ្លួនវិញទៅទុនសាយក៏បាល់ចូលព្រៃទៅបាត់ដែរ